សួស្តីអ្នកនរគ្នាអូខេឥឡូវហ្នឹងលោកគ្រូនឹងបង្រៀនអ្នកនរគ្នាអំពីរបៀបដំឡើង Microsoft Office 2013 នៅលើម៉ាស៊ីន Windows 7 ដោយយើង install ជ្រើសរើសយកតែ Microsoft Word Excel PowerPoint ហើយហ្នឹងOutlook តោះយើងចាប់ផ្ដើមបងប្អូនគ្នាតោះអញ្ចឹងដើម្បី install Microsoft Office Word Excel PowerPoint ឬក៏អីបានក៏ដោយអ្នកនរគ្នាត្រូវការមាន software ជាមុនសិនបាទឥឡូវនេះលោកគ្រូបានមាន software រួចហើយនៅក្នុងម៉ាស៊ីនចឹងយើងចូលទៅ install អ្នកនរគ្នាហើយយើងនឹងឃើញមាន file មួយឈ្មោះថា file setup បាទគ្រប់ Microsoft Office ទាំងអស់គឺយើងឃើញមាន setup បាទហើយដែល software Office របស់យើងគឺជាលក្ខណៈ Office Professional Plus បាទមានន័យថាយើងមាន software collection ច្រើននៅក្នុងហ្នឹងដូចឧទាហរណ៍ជាមាន Outlook PowerPoint មាន Publisher មាន Word Excel អីជាដើមហ្នឹងបាទ OneNote អីហ្នឹងបាទប៉ុន្តែឥឡូវយើង install ដោយជ្រើសរើសយកតែ Word Excel PowerPoint ហើយនឹង Outlook ទេតោះយើងចាប់ផ្ដើម install បងប្អូនគ្នា setupយើងចុចលើ setup មកយើងចាំមកទូមកយើងនឹងឃើញ setup window វា load ឡើងមកអូខេអញ្ចឹងយើងដំបូងគឺយើងត្រូវ accept license agreement អូខេ continue អូខេបើសិនជាអ្នកទាំងអស់គ្នា install ណាចឹងមានន័យថាអ្នកទាំងអស់គ្នានឹង install គ្រប់ប្រភេទរបស់ Microsoft Office ទាំងអស់ឧទាហរណ៍មាន Word Excel PowerPoint OneNote Publisher Access អីជាដើមតែឥឡូវដោយសារតែគោលបំណងយើងគឺយើងចង់ install យកតែ4 software ទេ4ប្រភេទទេអញ្ចឹងយើងអាចយក customize អូខេតោះ customize ហើយ access យើងអត់ install ទេយើងចុចលើនឹងមកហើយយើងយកពាក្យថា not available មានន័យយើងអត់ install វាទេហើយយើង Excel យើងយក InfoPath យើង InfoPath យើងអត់ install ទេដូចគ្នាដែរ Lean អត់ install ទេ OneNote ក៏យើងអត់យកដែរ Outlook យើងទុកអូខេ PowerPoint យើងទុក Publisher គឺយើងអត់យកអូខេអញ្ចឹងអ្វីដែលយើងអត់យកទេគឺយើងយកដាក់ not available មកវា not available អញ្ចឹងតែម្ដងអូខេហើយតាម requirement របស់យើង Word យកទេយកអូខេអញ្ចឹងយើងអត់ធ្វើអីវាទេហើយជាទូទៅ share feature ហើយនឹង Office tool ផ្សេងៗហ្នឹងខ្ញុំ recommend ឲ្យអ្នកនរគ្នាទុកទៅព្រោះយើងនឹងអាចប្រើវានៅពេលក្រោយអូខេតោះអញ្ចឹងបើយើងត្រូវការបានអស់ហើយ Excel Outlook PowerPoint ហើយនឹង Word ចង់ទាំងអស់គ្នាបន្ទាប់ពីយើងជ្រើសរើសបែបហ្នឹងហើយអូខេយើងអាចចុច install now តែម្ដងទៅតោះ install now ហើយអ្នកនរគ្នាត្រូវរងចាំចំណាយឲ្យ Office វាចំណាយពេល install មួយរហូតដល់ចប់ហើយប្រហែលជាយើងអាចចាំយូរបន្តិចឥឡូវខ្ញុំសូមផុសវីដេអូទុកសិនផុសវាទុកសិនហើយយើងនឹង resume នៅពេលដែលវាជិតចប់អូខេឥឡូវយើងបានចប់ហើយយើងចាំយូរដែរបាទជិតតែកន្លះម៉ោងហើយដែរអូខេតោះអញ្ចឹងយើង close មកយើងសាកបើក Microsoft Office Word តាស់មើលមួយអូខេ Microsoft Office Wordអូខេអញ្ចឹងយើងអាចឲ្យវាអះយើង letter មក accept បើក document តើ Microsoft Office របស់យើង full ហើយឬនៅប៉ុន្តែជាទូទៅគឺវាអត់ទាន់ full ទេបន្ទាប់ពី install ហើយយើងអាច check មើលដោយយើងចូលទៅកាន់ menu file account យើងអាចឃើញកន្លែងនេះថា activation require មានន័យថា Microsoft Office របស់យើងអត់ទាន់ full ទេមានន័យយើងអត់ទាន់អាចប្រើប្រាស់បាន 100% ជារៀងរហូតទេវានឹងអាច
alert មកឲ្យយើងបំពេញ key ឬក៏ activate នៅថ្ងៃណាមួយតើណាអញ្ចឹងដើម្បី activate ឬក៏អាចធ្វើឲ្យ Microsoft Office របស់យើងប្រើបានជារៀងរហូតអញ្ចឹងយើងអាចប្រើវិធីយើងអាចទិញ license key ឬក៏យើងអាច crack អូខេឥឡូវខ្ញុំនឹងបង្រៀនអ្នកនរគ្នាអំពីវិធី crack Microsoft Office ផងដែរបាទអញ្ចឹងយើងមាន software ក្នុង software យើងអាចប្រើ Microsoft Toolkit បាទហើយដើម្បី install Microsoft Toolkit បានជាទូទៅគឺវា require វាទាមទារឲ្យយើងត្រូវ install .NET framework តែដោយសារឥឡូវហ្នឹងមុនហ្នឹងខ្ញុំបាន install Microsoft.NET framework រួចហើយអញ្ចឹងខ្ញុំអាច run Microsoft Toolkit យកតែម្ដងតោះយើងអាច run មក open yesចាំ updateអូខេអញ្ចឹងបន្តមកទៀតយើងចុចលើប៊ូតុង Office មិនមែនប៊ូតុង Windows ទេគឺប៊ូតុង Office អូខេចាំមើលទៅបន្តមកទៀតយើងចុចលើ Activation ជាទូទៅគឺយើងត្រូវការ install Auto KMS សិនតើណាប៉ុន្តែដោយសារតែមុននេះខ្ញុំបាន activate Windows ដោយខ្ញុំបាន install Auto KMS រួចហើយអញ្ចឹងយើងគ្រាន់តែចូល model កន្លែងហ្នឹងហើយយើងយកពាក្យថា activate យកតែម្ដងតោះ activate អូខេយើងអាចចុចអូយកក្រោមមកយើងឃើញថា product activation successful អូខេអញ្ចឹងស្គមអ្នកនរគ្នាអាចយល់អំពីរបៀប install Microsoft Office ហើយក៏ដូចជារបៀប activate បាទ correct អីហ្នឹងបាទតោះអរគុណសម្រាប់ការទស្សនា